សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបhow to monetize your video on YouTube បាទជំហានទី1គឺយើងរៀបចំ monetization ជាលក្ខណៈ default setting សម្រាប់រាល់វីដេអូរបស់យើងទាំងអស់បាទបានន័យថានៅពេលដែលយើង upload វីដេអូចូលហើយយើងចាំបាច់ត្រូវ monetize ដើម្បីបានលុយពី YouTube បើសិនជាយើងអត់បាន monetize ទេគឺយើងមិនអាចបានលុយទេបាទគឺយើងចុចនៅលើបាទលុប sign in នេះបាទជំហានទី1នៅពេលដែលយើងចុច YouTube យើងចុច sign in ដាក់ឈ្មោះរបស់យើងមកតបមកទៀតជំហានទី2គឺយើងចុចលើសញ្ញាផ្កាយនេះដែលមានន័យថា YouTube setting ហ្នឹងបាទហើយយើងយកពាក្យoverview នេះបាទហើយចុចនៅលើបាទនេះត្រង់ចំណុចvideo edition នេះតមកទៀតយើងជ្រើសយកពាក្យ click នៅលើ enable បាទ enable នេះហើយយកពាក្យ enable my account បាទតមកទៀតយើង tick នៅលើចំណុចទាំង3ដែលគេដាក់ឲ្យនេះហើយយើងចុចនៅលើពាក្យ I accept គឺលើ I accept នឹងបាទបាទតមកទៀតយើងនឹងឃើញសញ្ញា monetize នេះបាទហើយតាមចំណុចនេះគឺយើងចុចពាក្យ get it បាទតមកទៀតបាទចុច save បាទយើង tick អានេះរួច tick monetize with ADN នេះហើយចុចពាក្យ save បាទបន្ទាប់ពីចុចពាក្យ save មកយើងចូលទៅមើលវីដេអូរបស់យើងបាទនៅក្នុងនេះ privacy នេះយើងបាច់ប៉ះពាល់ទៅបាទយើងទៅ monetize មកបាទជំហានទី2គឺយើង setting monetization for individual video បាទនៅក្នុងវីដេអូរបស់យើងជាធម្មតាវាមានពាក្យដាក់ពាក្យ edit នេះបាទedit នេះយើងចុចលើសញ្ញា tick វាមកបាទចុចលើពាក្យ edit នេះបាទតទៅទៀតយើងជ្រើសរើសយក select monetize with ADN នេះបាទមានពាក្យ monetize with ADN នេះជាលក្ខណៈមួយបាទមានលក្ខណៈមួយទៀតងាយស្រួលជាងនឹងប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញលក្ខណៈទី1សិនបាទសម្រាប់វីដេអូលើក្រោយខ្ញុំនឹងបង្ហាញលោកអ្នកអំពីរបៀប monetize វីដេអូរបស់យើងវាមានលក្ខណៈងាយស្រួលបាទនៅពេលដែលយើង monetize ហើយយើងនឹងឃើញមានសញ្ញាដុល្លារនៅខាងចុង now this indicated បាទសូមអរគុណសម្រាប់ការទស្សនាសូមអរគុណសូមជម្រាបលា